សួស្តីឆ្នាំថ្មីអ្នកទាំងអស់គ្នា Twinkle twinkle little star and happy new year ខ្ញុំមានទម្លាប់អាក្រក់មួយចង់ប្រាប់ដូចណាគេក៏ដឹងដែរថាការអានសៀវភៅការអភិវឌ្ឍខ្លួនជាប្រចាំហ្នឹងគឺល្អមែនទែនសម្រាប់ជីវិតយើងអញ្ចឹងហើយឲ្យតែឃើញគេលក់សៀវភៅឲ្យតែមានគេ recommend សៀវភៅមានកម្មវិធីតាំងពីពណ៌សៀវភៅអីហ្នឹងគឺចេះតែចង់ទៅហើយចេះតែទិញសៀវភៅមកប៉ុន្តែគឺដូចគ្នាជាមួយនឹងសៀវភៅផ្សេងទៀតអានបាន5 6ទំព័រទុកចោលលែងយកមកអានទៀតហើយនៅពេលដែលឃើញគេលក់សៀវភៅថ្មីក៏ទិញថ្មីថែមទៀតទាំងសៀវភៅចាស់មិនទាន់បានអានទេហើយនេះគឺជាទម្លាប់មួយដែលខ្ញុំចង់ផ្លាស់ប្ដូរហើយគោលដៅធំបំផុតរបស់ខ្ញុំក្នុងឆ្នាំ2026នេះគឺចាប់ផ្ដើមទម្លាប់អានសៀវភៅសារឡើងវិញគ្នាយើងខ្លះប្រហែលជាស្គាល់ខ្ញុំតាម channel សម្រាយរឿងឥឡូវនេះគឺខ្ញុំយកជំនាញសម្រាយរឿងហ្នឹងមកសាកសម្រាយសៀវភៅម្ដងចាំមើលថាមានរឿងអីកើតឡើងហើយសៀវភៅដែល perfect ជាងគេសម្រាប់ខ្ញុំក្នុងការចាប់ផ្ដើមឆ្នាំនេះគឺ Atomic Habits របៀបកសាងទម្លាប់ថ្មីនិពន្ធដោយ James Clear នៅក្នុងវីដេអូមួយនេះខ្ញុំនឹងចែករំលែកមេរៀនសំខាន់ៗចំនួន6ដែលខ្ញុំទទួលបានបន្ទាប់ពីអានសៀវភៅមួយហ្នឹងហើយទី1គឺសារៈសំខាន់នៃទម្លាប់ទី2គឺសារៈសំខាន់នៃការផ្លាស់ប្ដូរត្រឹមតែ 1% ហេតុអ្វីក៏ប្រព័ន្ធ system នឹងគឺមានសារៈសំខាន់ជាងការកំណត់គោលដៅទៅទៀតឥទ្ធិពលនៃការកែប្រែអត្តសញ្ញាណមិនមែនគ្រាន់តែកែប្រែទម្លាប់ទូទេប្រព័ន្ធនៃទម្លាប់និងទី6គឺវិធីសាស្ត្រចំនួន4ក្នុងការកសាងទម្លាប់ថ្មីនិងកម្ចាត់ចេញនៃទម្លាប់អាក្រក់ហេតុអ្វីក៏ទម្លាប់នឹងគឺសំខាន់ម៉េះបើយើងគិតមើលទៅទម្លាប់គឺជាមូលដ្ឋានគ្រឹះនៃជីវិតប្រចាំថ្ងៃយើងនឹងគុណភាពនៃជីវិតគឺស្មើនឹងគុណភាពនៃទម្លាប់ចាប់តាំងពីព្រឹកព្រលឹមរហូតដល់យប់ចូលគេងវិញសឹងតែ60ទៅ 70% គឺសុទ្ធតែជាសកម្មភាពដដែលទម្លាប់ដដែលដែលយើងធ្វើប្រចាំថ្ងៃហើយសុខភាពរបស់យើងល្អមិនល្អរាងកាយថតឬស្គមគឺមកពីទម្លាប់ហូបចុកទម្លាប់ហាត់ប្រាណបើប្រាក់ខែមកចុងខែក៏ដឹងតែអស់លុយគឺមកពីទម្លាប់ចាយវាយទម្លាប់សន្សំលុយបន្ទាប់យើងរៀបរយឬក៏ញ៉ៃគឺសុទ្ធតែជាទម្លាប់សម្អាតទម្លាប់អនាម័យជាដើមនៅក្នុងសៀវភៅនឹងអ្នកនិពន្ធនិយាយថាទម្លាប់ក៏ដូចជា compound interest ឬក៏ជាការសន្សំសមត្ថភាពនៃការអភិវឌ្ឍខ្លួនអញ្ចឹងមានន័យថាពេលវេលាកាន់តែយូរការសន្សំទម្លាប់ល្អរបស់យើងនឹងក៏អាចជួយគុណភាពជីវិតយើងកាន់តែល្អដូចគ្នាផ្ទុយទៅវិញបើយើងសន្សំទម្លាប់អត់ល្អជក់បារីរាល់ថ្ងៃផឹកស្រារាល់ថ្ងៃអស់ TikTok មើល Facebook មួយថ្ងៃ 4-5 ម៉ោងរាល់ថ្ងៃការខ្ជះខ្ជាយពេលវេលានោះលទ្ធផលនៃអនាគតយើងក៏បង្ហាញតាមនឹង Key idea ទី2សារៈសំខាន់នៃការផ្លាស់ប្ដូរត្រឹមតែ 1% ជាធម្មតានៅពេលដែលយើងកំពុងតែមាន motivation ខ្លាំងឆ្នាំថ្មីអ្វីក៏ថ្មីយើងតែ set goal ដៅធំផ្លាស់ប្ដូរជីវិតខ្លួនឯង180 degree អីជាដើមវាអត់មានអីខុសទេវាគឺជារឿងល្អមែនទែនដែលយើងមានគំនិតចង់ផ្លាស់ប្ដូរប៉ុន្តែជាក់ស្ដែងការផ្លាស់ប្ដូរមួយទំហឹងអញ្ចឹងភាគច្រើនគឺបានតាមមួយឆាវដំបូងនោះទេនៅពេលដែលកម្លាំង motivation យើងកំពុងតែឆាបឆេះយើងចេះតែធ្វើបានហើយដូចជាអានសៀវភៅ Miracle Morning ហើយងើបម៉ោង 5 ព្រឹកសមាធិ 1 ម៉ោងអានសៀវភៅ 2 ម៉ោងហាត់ប្រាណ 3 ម៉ោងអីជាដើមប៉ុន្តែឆ្លងកាត់រយៈពេល 5-6 ថ្ងៃក្រោយមកមួយអាទិត្យពីរអាទិត្យក្រោយមកក៏ចាប់ផ្ដើមមានលេសនេះលេសនោះរវល់នេះរវល់នោះការងារនេះការងារនោះ skip មួយថ្ងៃ skip 2 ថ្ងៃ skip 3 ថ្ងៃទៅមិនយូរមិនឆាប់អាទម្លាប់ចាស់របស់យើងនឹងក៏ត្រឡប់មកវិញដដែលខ្ញុំមិននិយាយណាផ្សេងទេគឺខ្ញុំនិយាយបទពិសោធន៍ខ្លួនឯងហ្នឹងឯងដូចជាចំណងជើងសៀវភៅនេះ Atomic Habit អញ្ចឹង Atom គឺជាចំណុចបំផុតនៃអង្គធាតុអីមួយហើយ James Clear ក៏គាត់បាននិយាយដែរថាការផ្លាស់ប្ដូរដ៏មានប្រសិទ្ធភាពមិនចាំបាច់កែប្រែធំអីច្រើននោះទេត្រឹមតែ 1% ក្នុងមួយថ្ងៃហ្នឹងក៏អាចធ្វើឲ្យគុណភាពនៃការអភិវឌ្ឍខ្លួនរបស់យើងទទួលបានលទ្ធផលល្អដែរឧទាហរណ៍តាមក្បួនគណិតវិទ្យាទៅបើសិនជាយើងអភិវឌ្ឍខ្លួនឯងល្អប្រសើរត្រឹមមួយថ្ងៃ 1% 365 ថ្ងៃក្រោយមកយើងនឹងទទួលបានលទ្ធផលល្អប្រសើរជាងមុនដល់ទៅ37ដងឯណោះផ្ទុយទៅវិញបើសិនជាយើងធ្វើឲ្យខ្លួនឯងអន់ថយមួយថ្ងៃ 1% នោះ365ថ្ងៃឬក៏មួយឆ្នាំក្រោយមកលទ្ធផលនោះគឺសឹងតែស្មើ0ទៅហើយអញ្ចឹងហើយការថែរក្សាសុខភាពការហាត់ប្រាណការរៀនអ្វីដែលថ្មីការប្រើពាក្យសម្ដីល្អគឺសិតតែអាចជួយយើងប៉ុន្តែការនិយាយអវិជ្ជមានដាក់ខ្លួនឯងផឹកស៊ីអត់មានដែនកំណត់ការពជាពេលការបារម្ភច្រើន stress ច្រើនគឺសិតតែបំផ្លាញយើងម្ដងបន្តិច Key idea ទី3 ហេតុអ្វីក៏ system គឺសំខាន់ជាងការ set goal ដៅទៅទៀតការកំណត់គោលដៅចង់បានអីមួយចង់ខ្លាយទៅជាមនុស្សបែបណាចង់សម្រកគីឡូចង់ដំឡើងគីឡូចង់រកលុយឲ្យបានច្រើនឬក៏ចង់ចាប់ផ្ដើមអ្វីមួយដែលថ្មីហ្នឹងគឺវាអត់ខុសទេវាចាំបាច់វាជួយយើងក្នុងការតម្រង់ទិសដៅថាត្រូវទៅណាប៉ុន្តែការពិតទៅនរណាក៏អាចកំណត់គោលដៅបានដែរឆ្នាំថ្មីគឺ set goal ដៅឡើងគ្រប់កន្លែងតែម្ដងប៉ុន្តែអ្នកនិពន្ធគឺបានរំលឹកហើយរំលឹកទៀតអ្វីដែលអាចផ្លាស់ប្ដូរជីវិតយើងហ្នឹងគឺជា system មិនមែនគ្រាន់តែជា goal នោះទេសំណួរថាតើពីរហ្នឹងគឺខុសគ្នារបៀបម៉េចឧទាហរណ៍ដូចជា goal
ខ្ញុំចង់អានសភៅ20ក្បាលចំណែក system វិញគឺនិយាយថាខ្ញុំនឹងអានសភៅមួយថ្ងៃ30នាទីនៅម៉ោង10យប់មុនចូលគេង goal និយាយថាខ្ញុំចង់ស្រក10គីឡូប៉ុន្តែ system គឺនិយាយថាខ្ញុំនឹងកំណត់របបអាហារមួយថ្ងៃញ៉ាំត្រឹមតែ 2000 កាឡូរីល្ងាចចេញពីធ្វើការខ្ញុំនឹងហាត់ប្រាណ30នាទីទៀតអីចឹងទៅ goal ឬក៏ goal ដៅនិយាយថាខ្ញុំចង់រកលុយឲ្យបានច្រើនជាងមុនប៉ុន្តែ system គឺនិយាយថាខ្ញុំនឹងចំណាយពេលមួយថ្ងៃ1ម៉ោងដើម្បីរៀនជំនាញថ្មីដែលអាចជួយបង្កើនប្រភពចំណូលថ្មីឲ្យជាដើម goal និយាយថាខ្ញុំចង់រៀនភាសាចិនចង់ចេះនិយាយចិនប៉ុន្តែ system គឺនិយាយថានៅពេលបាយថ្ងៃត្រង់ខ្ញុំនឹងរៀនចិនតាម Duolingo មួយថ្ងៃ20នាទីឲ្យជាដើមឬក៏ពេលចេញពីធ្វើការទៅរកសាលារៀនថែមរយៈពេល1ម៉ោងឲ្យទៅជាមួយនឹងឧទាហរណ៍ទាំងនេះអ្នកទាំងអស់គ្នាប្រហែលជាអាចឃើញហើយថា goal គ្រាន់តែតម្រង់ទិសដៅយើងប៉ុណ្ណោះប៉ុន្តែ system សកម្មភាពដែលយើងធ្វើជាប្រចាំនឹងគឺជាអ្នកសម្រេចថាគោលដៅរបស់យើងជោគជ័យឬក៏អត់សម្រាប់ខ្ញុំផ្ទាល់នៅក្នុងឆ្នាំនេះ goal ឬក៏គោលដៅរបស់ខ្ញុំនឹងគឺចង់អានសភៅឲ្យបានច្រើនជាងមុនហើយ system របស់ខ្ញុំនឹងគឺស្ដាប់ audio book ក្នុងពេលដែលខ្ញុំជិះម៉ូតូក្នុងពេលដែលខ្ញុំហាត់ប្រាណឬក៏បោកកៅអៅលាងចានបោសផ្ទះអីជាដើមនិយាយទៅ goal គឺនឹងបង្កើតទិសដៅឲ្យយើង system គឺផ្ដោតទៅលើសកម្មភាពប្រចាំថ្ងៃហើយសកម្មភាពប្រចាំថ្ងៃគឺនឹងជួយបង្កើតជីវិតដែលយើងចង់បានKey idea ទី4កែប្រែទម្លាប់តាមរយៈកែប្រែអត្តសញ្ញាណឧទាហរណ៍ថាមានបរិសុទ្ធ2នាក់ដែលគាត់ជាអ្នកជួបបរិយហើយគាត់ចង់ផ្ដាច់បរិយចេញសម្រាប់បរិសុទ្ធទី1នៅពេលដែលគេផ្ដល់បរិយឲ្យគាត់ឆ្លើយថាអត់ទេខ្ញុំកំពុងតែព្យាយាមផ្ដាច់បរិយចំណែកបរិសុទ្ធទី2វិញនៅពេលដែលមានគេឲ្យបរិយគាត់ឆ្លើយទៅវិញថាខ្ញុំអត់ចេះជួបបរិយទេអ្នកទាំងអស់គ្នាគិតមើលថានរណាគេដែលអាចផ្ដាច់បរិយមានប្រសិទ្ធភាពជាងគឺបរិសុទ្ធទី2មែនអត់ដោយសារតែគាត់នឹងគឺបានកែប្រែអត្តសញ្ញាណធ្វើជាប្រភេទមនុស្សថ្មីដែលគាត់ចង់ផ្លាស់ប្ដូរតែម្ដងយើងមិនមែនគ្រាន់តែចង់អានសភៅ4ក្បាល5ក្បាលនោះទេយើងចង់ខ្លាយទៅជាអ្នកអានជាប្រចាំយើងមិនមែនគ្រាន់តែចង់ស្រកគីឡូឬក៏ចង់ឡើងគីឡូនោះទេគោលដៅយើងគឺចង់ខ្លាយទៅជាអ្នកហាត់ប្រាណចង់ខ្លាយជាអ្នកថែសុខភាពគ្រប់ទម្លាប់គ្រប់សកម្មភាពដែលយើងធ្វើប្រចាំថ្ងៃគឺដូចជាការបោះឆ្នោតឲ្យអត្តសញ្ញាណអីមួយអញ្ចឹងឧទាហរណ៍ថ្ងៃនេះយើងបានអានសភៅ10នាទី20នាទីមានន័យថាយើងបានបោះឆ្នោតទៅកាន់ប្រភេទមនុស្សដែលចង់ចេះចង់ដឹងចំណេះដឹងថ្មីផ្ទុយទៅវិញបើយើងអស់ TikTok មើល Facebook 4-5 ម៉ោងគឺយើងបោះឆ្នោតឲ្យប្រភេទមនុស្សដែលខ្ជះខ្ជាយពេលវេលាជាដើមឧទាហរណ៍ថាយើងមានការងារធ្វើប៉ុន្តែយើងគេចវេះទៅធ្វើអីផ្សេងអាហ្នឹងគឺមានន័យថាយើងបោះឆ្នោតឲ្យប្រភេទមនុស្សពជាពេលហ្នឹងឯងចំណុចនេះគឺគ្មាននរណាផ្សេងនោះទេគឺខ្ញុំផ្ទាល់ហ្នឹងឯងហើយវាក៏ជាអ្វីដែលខ្ញុំខំប្រឈមជាមួយរាល់ថ្ងៃដែរដូច្នេះហើយការផ្លាស់ប្ដូរដ៏មានប្រសិទ្ធភាពគឺជាការផ្លាស់ប្ដូរអត្តសញ្ញាណរបស់យើងអត្តសញ្ញាណយើងផ្លាស់ប្ដូរសកម្មភាពយើងក៏ផ្លាស់ប្ដូរហើយសកម្មភាពយើងផ្លាស់ប្ដូរលទ្ធផលក៏ផ្លាស់ប្ដូរដូចគ្នា Key idea ទី5ប្រព័ន្ធទម្លាប់ The Habit Loop ដោយតែគ្នាយើងដឹងហើយទម្លាប់គឺជាអ្វីដែលយើងធ្វើដដែលប្រចាំថ្ងៃទាំងពេលខ្លះយើងអត់ដឹងខ្លួនផងប៉ុន្តែជាក់ស្ដែងទៅទម្លាប់នីមួយៗគឺសុទ្ធតែឆ្លងកាត់4ដំណាក់កាលទី1គឺ The cue ឬក៏សញ្ញាទី2គឺ craving ឬក៏ចំណង់បន្ទាប់មកគឺ response ឬក៏សកម្មភាពហើយនឹងចុងក្រោយគឺ reward ឬក៏រង្វាន់ដែលយើងទទួលបានបន្ទាប់ពីធ្វើទម្លាប់មួយហ្នឹងឧទាហរណ៍ទម្លាប់ចុចទូរស័ព្ទចុះ The cue ឬក៏សញ្ញាហ្នឹងគឺថាទូរស័ព្ទយើងគឺជាប់ខ្លួនរហូតងើបពីដេកមកទូរស័ព្ទនៅលើគ្រែអង្គុយធ្វើការអង្គុយរៀនទូរស័ព្ទនៅលើតុនៅក្នុងអាប៉ៅសំឡេង notification ដែលលោតមកនេះគឺសុទ្ធតែជាសញ្ញាដែលបង្កើតទម្លាប់ចុចទូរស័ព្ទហើយដំណាក់កាលទី2គឺ craving ឬក៏ចំណង់នៅពេលដែលកលែងឃើញទូរស័ព្ទលើតុគឺចេះតែចង់ចុចហើយនៅពេលដែលមាន notification គឺចេះតែចង់បើកមើលហើយនៅក្នុង Facebook មានដំណាគេសៀអីខ្លះនៅក្នុង TikTok មានវីដេអូកំ pl ែងអត់អីជាដើមដំណាក់កាលទី3គឺ response ឬក៏សកម្មភាពនៅពេលមានសញ្ញាមានចំណង់ហើយវាអត់ពិបាកទេក្នុងការបញ្ចេញសកម្មភាពទាញទូរស័ព្ទមកបើកមើលចូល app នេះចូល app នោះចូល game ចូល TikTok អីហ្នឹងហើយដំណាក់កាលទី4គឺរង្វាន់ឬក៏ reward នឹងឯងនៅពេលដែលចូល app នេះ app នោះហើយយើងគឺបានឃើញវីដេអូបានមើលរឿងបានមើលកំ pl ែងបានសើចបានលេង game បានសប្បាយហើយសារជាតិ dopamine ក៏បានបញ្ចេញក្នុងខួរក្បាលយើងធ្វើឲ្យអារម្មណ៍ល្អនឹងឯងហើយដោយសារតែចំណុចរង្វាន់ចុងក្រោយនឹងហើយបានជាយើងនៅតែបន្ត habit loop ដដែលទាំងទម្លាប់ញ៉ាំអាហារទម្លាប់លេងទូរស័ព្ទជួបបរិយឬក៏ផឹកស្រាជាដើមឥឡូវនេះក្រោយពេលដែលយើងបានដឹងពីដំណាក់កាលទាំង4នៃ habit loop ហើយយើងឈានមកដល់ key idea ទី6គឺវិធីសាស្ត្រចំនួន4ក្នុងការបង្កើតទម្លាប់ថ្មីនិងកាត់ផ្តាច់ចោលទម្លាប់អាក្រក់ចាស់ទី1គឺ make it obvious បង្កើតសញ្ញាថ្មីឲ្យច្បាស់លាស់ទី2គឺ make it attractive ធ្វើឲ្យសកម្មភាពយើងចង់បង្កើតនឹងទាក់ទាញគួរឲ្យចាប់អារម្មណ៍ទី3គឺ make it easy ធ្វើឲ្យងាយស្រួលក្នុងការបញ្ចេញសកម្មភាពនិងទី4គឺ make it satisfy ធ្វើឲ្យយើងសប្បាយចិត្តអារម្មណ៍ល្អនៅពេលបានធ្វើទម្លាប់មួយហ្នឹងហើយជាធម្មតាអ្នកដែលចង់កសាងទម្លាប់ថ្មីប៉ុន្តែអត់បានសម្រេចហ្នឹងគឺដោយសារតែគាត់អត់ច្បាស់លាស់យើងចង់ហាត់ប្រាណចង់អានសភៅចង់ញ៉ាំបន្លែឲ្យច្រើនចង់ញ៉ាំទឹកឲ្យច្រើនជាញ៉ាំគ្រឿងកំប៉ុងប៉ុន្តែបើសិនជាយើងចេះតែចង់
ងហើយអត់មានកម្រងច្បាស់លាស់និងសញ្ញាថ្មីដើម្បីរំលឹកយើងទេប្រកបណាស់ដែលយើងងាយស្រួលក្នុងការភ្លេចនិងត្រឡប់ទៅកាន់ទម្លាប់ចាស់វិញដូច្នេះហើយរបៀបនៃការបង្កើតសញ្ញាថ្មីគឺជាការកែប្រែបរិស្ថានជុំវិញខ្លួនរបស់យើងហ្នឹងឯងបើសិនជាចង់អានសភៅច្រើនគឺដាក់សភៅនៅលើតុដាក់សភៅនៅគៀនក្រែដាក់សភៅនៅគ្រប់កន្លែងដែលយើងដើរកាត់សរសេរ sticker បិទឲ្យយើងឃើញតែម្ដងជាការរំលឹកហើយបើសិនជាចង់ញ៉ាំទឹកឲ្យច្រើនគឺយើងច្រកទឹក 5-6 ដបដាក់គ្រប់កន្លែងឲ្យយើងឃើញរហូតទៅហើយបើសិនជាយើងចង់ងើបពីគេងរត់ហាត់ប្រាណគឺយើងអាចចូលគេងពាក់កៅអៅហាត់ប្រាណស្រាប់និងដាក់ស្បែកជើងរត់នៅកណ្ដាលបន្ទប់តែម្ដងងើបពីដេកមកគឺឃើញអានឹងមុនគេដូចគ្នាដែរបើសិនជាយើងចង់កាត់ផ្ដាច់ទម្លាប់ចាស់មិនល្អចោលយើងអាចកែប្រែបរិស្ថានកាត់ផ្ដាច់សញ្ញាដែលធ្វើយើងនឹកឃើញដល់វាសម្រាប់ខ្ញុំផ្ទាល់គឺទូរស័ព្ទដៃរបស់ខ្ញុំនឹងហ្មងអញ្ចឹងហើយនៅពេលដែលខ្ញុំត្រូវ focus លើការងារខ្ញុំអ្វីដែលខ្ញុំចាំបាច់ត្រូវធ្វើនោះគឺបិទអ៊ីនធឺណិតបិទ Wi-Fi ហើយទុកទូរស័ព្ទឲ្យឆ្ងាយពីដៃតែម្ដងមួយទៀតបើសិនជាយើងចេញពីរៀនចេញពីធ្វើការហើយចូលចិត្តទិញអីញ៉ាំផ្ដេសផ្ដាយើងអាចដូរផ្លូវជិះផ្លូវផ្សេងកុំឲ្យជិះកាន់អាហាងដែលយើងចូលទិញរហូតអីហ្នឹងឬក៏បើសិនជាយើងចង់ចេញពីធ្វើការចូលជីមហាត់ប្រាណគឺយើងអាចដាក់កៅអៅហាត់ប្រាណតាមកតាបមកតែម្ដងបើសិនជាយើងចង់ឈប់ញ៉ាំគ្រឿងកំប៉ុងផ្ដេសផ្ដាគឺកុំទិញវាមកដាក់ផ្ទះឬក៏ដើរកិច្ចកន្លែងអ្នកលក់កុំឲ្យឃើញមុខអីហ្នឹងទី2គឺ make it attractive ឬក៏គួរឲ្យចាប់អារម្មណ៍វាអត់ប្លែកទេជាធម្មតាគឺយើង repeat ទម្លាប់ដែលធ្វើឲ្យយើងមានអារម្មណ៍ល្អហើយសកម្មភាពណាដែលធ្វើឲ្យយើងមានអារម្មណ៍ថាធុញឬក៏ stress ហ្នឹងគឺយើងតែងតែកិច្ចໄວហើយរឿងមួយដែលយើងអាចធ្វើបានហ្នឹងគឺយើងចងសកម្មភាពណាដែលយើងចូលចិត្តធ្វើស្រាប់ហ្នឹងជាមួយនឹងទម្លាប់ថ្មីដែលយើងចង់បង្កើតឧទាហរណ៍ថាយើងចូលចិត្តស្ដាប់បទចម្រៀងងើបពីដេកមកក៏ស្ដាប់ចម្រៀងជិះម៉ូតូក៏ស្ដាប់ចម្រៀងហើយយើងចង់កសាងទម្លាប់រត់ហាត់ប្រាណថ្មីដូច្នេះហើយគឺយើងអាចបង្កើតច្បាប់ថ្មីឲ្យខ្លួនឯងទៅតលតែទៅហាត់ប្រាណតលតែទៅរត់បានយើងអនុញ្ញាតឲ្យខ្លួនឯងស្ដាប់បទចម្រៀងក្រៅពីហាត់ប្រាណគឺយើងអត់ស្ដាប់នោះទេចឹងហើយការដែលផ្សារភ្ជាប់ទម្លាប់ជាមួយនឹងអ្វីដែលយើងចូលចិត្តស្រាប់ហ្នឹងគឺវាអាចជួយឲ្យមានភាពងាយស្រួលក្នុងការបញ្ចេញសកម្មភាពនិងធ្វើទម្លាប់មួយហ្នឹងបច្ចេកទេសមួយទៀតហ្នឹងគឺហៅថា habit stacking គឺជាការចងផ្សារភ្ជាប់ទម្លាប់ថ្មីជាមួយនឹងទម្លាប់ចាស់ដែលយើងមានស្រាប់ឧទាហរណ៍ថាទម្លាប់ចាស់របស់យើងគឺងើបពីដេកយើងមុជទឹកដុសធ្មេញញ៉ាំបាយទៅរៀនទៅធ្វើការរួចបើសិនជាយើងចង់កសាងទម្លាប់ថ្មីគឺយើងអាចផ្សារភ្ជាប់ជាមួយនឹងទម្លាប់ដែលយើងមានស្រាប់ហ្នឹងថាងើបពីគេងមកមុននឹងទៅមុជទឹកដុសធ្មេញឬក៏ជុះអីហ្នឹងគឺយើងហាត់យូហ្គាពត់ដៃពត់ជើងបត់ខ្លួន5នាទីសិនឬក៏មុនទៅមុជទឹកដើម្បីថែរក្សាសុខភាពផ្លូវចិត្តឲ្យយើងល្អគឺយើងសមាធិ10នាទីឲ្យស្ងប់ចិត្តឬក៏អានសៀវភៅ5ទំព័រអីជាដើមបន្ទាប់ពីអានដល់ចំណុចហ្នឹងហើយខ្ញុំក៏បានយកវិធីសាស្ត្រហ្នឹងមកប្រើផងដែរនៅពេលដែលខ្ញុំហាត់ប្រាណនៅពេលដែលខ្ញុំដើរ cardio គឺខ្ញុំស្ដាប់ audio book បណ្ដើរនៅពេលដែលខ្ញុំជិះម៉ូតូពាក់កាសក៏ខ្ញុំស្ដាប់ audio book បណ្ដើរដូចគ្នារីឯបច្ចេកទេសដែលមានប្រសិទ្ធភាពមួយទៀតហ្នឹងគឺ accountability partner ឬក៏ការរកមិត្តភ័ក្តិឬក៏ដៃគូគ្នាកសាងទម្លាប់ជាមួយគ្នាឧទាហរណ៍ថាយើងបបួលគ្នា3នាក់ទៅហាត់ប្រាណពេលល្ងាចឡើងចេញពីធ្វើការហើយនៅពេលល្ងាចមកដល់2នាក់ទៀតគេទៅរួចបើសិនជាយើងអត់ទៅទេគឺដឹងតែអៀនខ្មាស់គេហ្មងសម្រាប់ខ្ញុំផ្ទាល់នៅពេលដែលខ្ញុំចង់បង្កើតទម្លាប់ទៅហាត់ប្រាណជាប្រចាំវិធីសាស្ត្ររបស់ខ្ញុំនោះគឺបង់លុយជីមប្រចាំខែជាងទៅហាត់ម្ដងបង់ម្ដងហើយការដែលធ្វើបែបនេះគឺវាផ្ដល់សម្ពាធឲ្យខ្ញុំត្រូវទៅហាត់ប្រាណមែនតើទោះជារវល់ប៉ុណ្ណាក៏ខ្ញុំឆ្លៀតទៅហាត់ដែរដោយសារតែបង់លុយជាខែហើយបើសិនជាអត់ទៅហាត់ហ្នឹងគឺស្ដាយលុយខ្លាំងចំណុចទី3គឺ make it easy កំហុសមួយដែលមនុស្សភាគច្រើនចាប់ផ្ដើមដំបូងហ្នឹងគឺ set goal ដៅធំហើយបញ្ចេញសកម្មភាពច្រើនពេកហើយការដែលធ្វើបែបនេះគឺវាពឹងផ្អែកទៅលើកម្លាំងចិត្តឬក៏ motivation របស់យើងប៉ុន្តែនៅពេលដែល motivation អស់ទៅអារម្មណ៍ចង់ធ្វើហ្នឹងក៏អស់ទៅតាមដូចគ្នាផ្ទុយទៅវិញ James Clear គឺក៏ប្រយោបល់ថាឲ្យយើងធ្វើសកម្មភាពអីដែលវាស្រួលមែនទែនរហូតដល់អត់ធ្វើអត់កើនគាត់ហៅវាថា2 minutes rule ឬក៏ច្បាប់2នាទីនៅពេលដែលយើងចាប់ផ្ដើមទម្លាប់ថ្មីដំបូងអត់ចាំបាច់ធ្វើអីច្រើននោះទេត្រឹមតែ2នាទីក៏បានដែរព្រោះដំបូងអញ្ចឹងយើងអត់ទាន់ចង់បានលទ្ធផលនោះទេអ្វីដែលយើងចង់បានគឺទម្លាប់ consistency ហើយនិងវិន័យដោយសារតែវិន័យឬក៏ discipline ហ្នឹងគឺវាសំខាន់ជាង motivation មួយឆាវរបស់យើងឧទាហរណ៍ថាអានសៀវភៅត្រឹមតែ1ទំព័រហាត់ប្រាណត្រឹមតែ5នាទីឬក៏ញ៉ាំបន្លែត្រឹមមួយកូនចានតូចអីចឹងទៅការដែលបន្ថយសកម្មភាពឲ្យតូចអញ្ចឹងគឺធ្វើឲ្យវាមើលទៅគេងាយស្រួលហើយយើងនឹងគឺរលេះទៅធ្វើអីផ្សេងអត់កើតនោះទេឧទាហរណ៍ម្ដងទៀតសម្រាប់ខ្ញុំផ្ទាល់ចង់បង្កើតទម្លាប់អានសៀវភៅអញ្ចឹងកាលដែលកាន់សៀវភៅផ្ទាល់ទៅគ្រប់កន្លែងគឺវាអត់ easy សម្រាប់ខ្ញុំនោះទេហើយដើម្បីឲ្យវាងាយស្រួលឬក៏ make it easy គឺខ្ញុំជ្រើសរើស audio book ព្រោះថា audio book គឺខ្ញុំអាចស្ដាប់បណ្ដាហាត់ប្រាណបណ្ដាជិះម៉ូតូបណ្ដាស្ដាប់បណ្ដាឬក៏ធ្វើការងារផ្ទះបតាស្ដាប់បតាជាដើមខ្ញុំជឿថាអ្នកមើលវីដេអូនេះអ្នកខ្លះគឺញ៉ាំបាយបតាមើលបតាក៏ថាបានចំណុចមួយទៀតដែលខ្ញុំយកមេរៀនមួយនេះមកអផ្លាយក្នុងជីវិតរបស់ខ្ញុំហ្នឹងគឺខ្ញុំចង់ញ៉ាំប្រូតេអ៊ីនឲ្យបានច្រើនប៉ុន្តែបើសិនជាទិញសាច់មាន់អាំងទិញសាច់គោអាំងញ៉ាំពីក្រៅទៅវាថ្លៃប៉ុន្តែបើសិនជាទិញសាច់ឆៅមកធ្វើម្ហូបខ្លួនឯងគឺវាយូរវាពិបាកហើយអត់សូវឆ្ងាញ់ទៀតដូច្នេះហើយដើម្បី make it easy សម្រាប់ខ្ញុំក៏ខ្ញុំទិញអាម៉ាស៊ីន air fryer មកមួយនៅពេលនេះធ្វើម្ហូបគឺស្រួលមែនតើគ្រាន់តែដាក់ចូល plug 20-30
នាទីក្រោយគឺញ៉ាំបានហើយហើយចាប់តាំងពីទិញ air fryer មករយៈខ្លីមកនេះគឺខ្ញុំញ៉ាំ protein បានច្រើនហើយក៏សូវចំណាយលុយទិញអីក្រៅស្រាប់ទៀតហើយផ្ទុយពី make it easy ដើម្បីកាត់ផ្តាច់ទម្លាប់មិនល្អចេញយើងត្រូវតែ make it difficult ឬក៏ធ្វើឲ្យវាពិបាករួចបន្ទាប់ពីអានចំណុចហ្នឹងហើយក៏ខ្ញុំបានយកមក apply ក្នុងជីវិតខ្ញុំដែរដោយសារតែសម្រាប់ខ្ញុំផ្ទាល់ការលេងទូរស័ព្ទគឺជាទម្លាប់អាក្រក់មួយដែលខ្ញុំចង់កាត់បន្ថយនិយាយទៅទូរស័ព្ទយើងប្រើរាល់ថ្ងៃហ្នឹងគឺដូចជាកបិតមុខពីរអញ្ចឹងវាចាំបាច់សម្រាប់ជីវិតប្រចាំថ្ងៃជាការទេផ្ញើសារថតរូប Google Map ឬក៏តំណែងការងារជាដើមប៉ុន្តែបើសិនជាយើងអត់ប្រយ័ត្នមួយថ្ងៃចុចទៅទូរស័ព្ទវាមិនមែនខ្លាចទៅជារបស់ដែលជួយយើងទេបែរជាបំផ្លាញយើងទៅវិញអញ្ចឹងហើយវិធីសាស្ត្រមួយចំនួនដែលខ្ញុំប្រើដើម្បីកាត់បន្ថយការប្រើទូរស័ព្ទឬក៏ make it difficult ហ្នឹងទីមួយនៅពេលដែលខ្ញុំធ្វើការទូរស័ព្ទហ្នឹងគឺត្រូវតែទុកឲ្យឆ្ងាយពីដៃខ្ញុំអ៊ីនធឺណិតគឺត្រូវតែបិទហើយ Wi-Fi គឺដកដូចចេញអញ្ចឹងហើយបើសិនជាទម្លាប់ចាស់របស់ខ្ញុំវា kick in ចង់ឲ្យខ្ញុំចូល TikTok ចង់ឲ្យខ្ញុំចូល Facebook អីហ្នឹងគឺវាពិបាកឬក៏ make it difficult ហ្នឹងឯងវិធីមួយទៀតហ្នឹងគឺយើងអាច download app ដូចជា Stay Free ឬក៏ Stay Focus ឬក៏កម្មវិធីដែលមានក្នុងទូរស័ព្ទយើងស្រាប់ហ្នឹងគឺយើងអាច block app ណាដែលយើងមិនចង់ប្រើឬក៏កំណត់ម៉ោងយើងចូលបានតែមួយផ្លែដែរជាដើមទីមួយទៀតគឺកែប្រែទូរស័ព្ទយើងទៅជាពណ៌សខ្មៅគ្រាន់តែកន្លែងទៅគឺគួរឲ្យធុញអត់មានចង់ចុចសោះតែម្ដងហើយក្នុងពេលថ្មីនេះខ្ញុំបានរកឃើញកម្មវិធីមួយហៅថា Dumb Phone ដែលកែប្រែទូរស័ព្ទទៅជាបែបនេះគឺខ្ញុំអាចប្រើប្រាស់ app ណាដែលចាំបាច់តែប៉ុណ្ណោះបើសិនជាខ្ញុំចង់ប្រើកម្មវិធីផ្សេងគឺខ្ញុំត្រូវចុចកន្លែងនេះនិងរងចាំ20វិនាទីហើយដល់ពេលដែលចាំ20វិនាទីទៅចាំយូរពេកគឺខ្ញុំលែងចង់បើក app ហ្នឹងទៀតហើយនិយាយទៅបើសិនជាយើងចង់បង្កើតទម្លាប់អីមួយគឺយើង make it easy នឹងធ្វើវាហើយបើសិនជាយើងចង់កាត់បន្ថយគឺយើង make it difficult ដើម្បីបញ្ចេញសកម្មភាពលើទម្លាប់ហ្នឹងចំណុចទី4ក្នុងការកសាងទម្លាប់ថ្មីមានប្រសិទ្ធភាពនោះគឺ make it satisfy ឬក៏អារម្មណ៍ល្អសប្បាយចិត្តនៅពេលដែលយើងធ្វើសកម្មភាពអីមួយយើងមានអារម្មណ៍ល្អយើងសប្បាយចិត្តវាគឺជាការផ្ដល់សញ្ញាឲ្យទៅកាន់ខួរក្បាលយើងឲ្យធ្វើសកម្មភាពនឹងម្ដងទៀតដូច្នេះហើយការផ្សារភ្ជាប់អារម្មណ៍ល្អជាមួយនឹងទម្លាប់ថ្មីដែលយើងចង់បង្កើតនោះគឺសំខាន់មែនទែនឧទាហរណ៍ថាការហាត់ប្រាណចុះយើងគិតថាការហាត់ប្រាណធ្វើយើងអស់កម្លាំងធ្វើយើងហត់ហាត់ប្រាណបែកញើសស្អុយខ្លួនលើកដុំដែកមានគ្រោះថ្នាក់រងរបួសអីហ្នឹងការគិតបែបនេះវាធ្វើឲ្យទម្លាប់ហាត់ប្រាណហ្នឹងគឺអត់ងាយកសាងចេញទេផ្ទុយទៅវិញបើសិនជាយើងផ្សារភ្ជាប់អារម្មណ៍ល្អជាមួយវាហាត់ប្រាណធ្វើយើងមានសុខភាពល្អហាត់ប្រាណធ្វើយើងមានរាងកាយមាំមួនហាត់ប្រាណធ្វើយើងមានអាយុវែងធ្វើយើងមានរាងស្អាតសង្ហាតាក់ទាញនារីអីចឹងទៅនៅពេលដែលយើងគិតអញ្ចឹងធ្វើយើងនេះគឺចង់ហាត់ប្រាណជាប់លាប់ហ្មងវិធីសាស្ត្រមួយទៀតដែលយើងអាចប្រើបានហ្នឹងគឺការឲ្យកាដូខ្លួនឯងនៅពេលដែលយើងធ្វើទម្លាប់ដែលយើងចង់ធ្វើហ្នឹងឧទាហរណ៍សម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំញៀនកាហ្វេខ្ញុំចូលចិត្តញ៉ាំកាហ្វេខ្ញុំត្រូវផឹកកាហ្វេរាល់ថ្ងៃដូច្នេះហើយគឺខ្ញុំអាចយកកាហ្វេហ្នឹងធ្វើជាកាដូឲ្យខ្លួនឯងបានបើសិនជាខ្ញុំអានសៀវភៅមួយថ្ងៃ30នាទីតាមគោលដៅរបស់ខ្ញុំនឹងបានកាហ្វេផឹកជាកាដូឲ្យខ្លួនឯងហើយបើសិនជាខ្ញុំអត់អានសៀវភៅទេគឺខ្ញុំអត់បានផឹកកាហ្វេទេអញ្ចឹងមានន័យថានៅពេលដែលខ្ញុំអានសៀវភៅគឺខ្ញុំបានផឹកកាហ្វេហើយនៅពេលដែលខ្ញុំបានផឹកកាហ្វេគឺខ្ញុំមានអារម្មណ៍ល្អហើយនៅពេលដែលខ្ញុំមានអារម្មណ៍ល្អវានឹងផ្ដល់សញ្ញាឲ្យខួរក្បាលខ្ញុំថាឲ្យrepeatសកម្មភាពនឹងសារឡើងវិញហើយយូរទៅវានឹងបានក្លាយទៅជាទម្លាប់នោះឯងចំណុចដ៏ល្អមួយទៀតដែលអាចជួយឲ្យយើងមានអារម្មណ៍ satisfy ជាមួយនឹងទម្លាប់នឹងគឺការបង្កើត streak តាមដានទម្លាប់របស់យើងកម្មវិធីដូចជា Duolingo គឺប្រើប្រាស់ក្បាច់ streak នឹងមានប្រសិទ្ធភាពមែនទែនអ្នកទាំងអស់គ្នាគឺអាចយកកតាយក Word មកគូប្រអប់កាលវិភាគហើយយកទៅបិទលើជញ្ជាំងកន្លែងណាដែលយើងឃើញញឹកជាងគេធ្វើជា habit tracker នឹងហើយយូរទៅនៅពេលដែលយើងឃើញ streak របស់យើងកាន់តែវែងទៅគឺយើងចេះតែចង់បន្តទៀតអត់ចង់ផ្ដាច់ streak នឹងមែនទេហ្នឹងហើយអ្នកទាំងអស់គ្នានេះគឺជាមេរៀនសំខាន់ដែលខ្ញុំបានរៀនចេញពីសៀវភៅមួយក្បាលនេះសង្ឃឹមថាវីដេអូនឹងអាចជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាដែរហើយបើសិនជាមានសៀវភៅណាល្អៗចង់ recommend ឲ្យខ្ញុំអានអាច comment នៅខាងក្រោមរួចបើសិនជាចង់ឲ្យខ្ញុំធ្វើវីដេអូបែបនេះទៀតកុំភ្លេចចុច like ហើយនិង subscribe ផងបាយ